លោកនាយិកាហ្វាងសូមរំខានបន្តិចនេះជាលោកជាងយីជាប៉ារបស់ក្មេងស្រីជាងនានគាត់មកសួរនាំរឿងរត់ការចូលរៀនវិញលោកជាងគឺជារូបលោកមែនតើអំបញ្ញមិញអ្នកគ្រូលីប្រាប់ថាប៉ារបស់នានមកខ្ញុំស្ទើរតែមិនជឿត្រូវចៃដន្យអីម្លេះលោកស្រីសិនខ្ញុំសូមណែនាំបន្តិចនេះជាលោកជាងយីគាត់ធ្លាប់ជាប្រធានចុងភៅនៅសន្តាគារល្បីឈ្មោះស្នាដៃតាមពិតជាប្រធានចុងភៅសោះចុះមិនក៏ទៅលក់ដូរតាមផ្លូវទៅវិញលោកជាងនេះជាលោកស្រីសិនជាអគ្គនាយិការបស់ក្រុមហ៊ុនយីជំរាបសួរលោកស្រីសិនរីករាយណាស់ដែលបានសួរលោកជាងកន្លះឆ្នាំមុននៅថាអ្នកឯងលាលែងពីតំណែងខ្ញុំស្មានតែនាំនានទៅភ្នំពេញបាត់ហើយតើនេះរៀបចំខ្លួនរួចរាល់ដើម្បីចូលរៀនវិញមែនទេកន្លះឆ្នាំនេះគ្រូសាខ្ញុំមានរឿងរកាំរកូសបន្តិចបច្ចុប្បន្នចង់ឲ្យនានត្រឡប់មកចូលរៀនវិញល្អតាប៉ុន្តែឈ្មោះនេះក្រុមហ៊ុនរៀបចំផ្នែកហិរញ្ញវត្ថុតឹងរឹងណាស់ថ្លៃសិក្សានិងថ្លៃផ្សេងត្រូវបង់ផ្ដាច់តែម្ដងសរុប 40,000 យ៉ូនិយាយកាហ្វានិយាយត្រង់ចុះពេលនេះដែលខ្ញុំឃ្លេបន្តិចតើអាចយកយល់ឲ្យខ្ញុំបង់ 5,000 មុនហើយសល់ប៉ុន្មានសូមបង់បង្គ្រប់ក្នុងសប្តាហ៍នេះបានទេលោកជាងខ្ញុំពិតជាសូមទោសផងប្រព័ន្ធសាលាបានកំណត់រួចហើយបើបងមិនគ្រប់មិនអាចបញ្ចូលឈ្មោះរៀនបានទេនេះជាបទបញ្ជាដាច់ខាតអ្នកគ្រូនាយិកានានមានស្ករគ្រាប់ឲ្យអ្នកគ្រូស្ករគ្រាប់តើអាចឲ្យនានចូលរៀនបានទេលោកស្រីសិនឈ្មោះនេះសាលាយើងកំពុងរៀបចំវគ្គសិក្សាអាហារូបត្ថម្ភប៉ុន្តែនៅខ្វះប្រឹក្សាជំនាញលោកជាងជាចុងភៅលំដាប់កម្ពុជាហើយយល់ដឹងពីរបបអាហារកុមារទៀតហេតុអ្វីមិនជួលគាត់ជាទីប្រឹក្សាភាគហ៊ុនហើយយកកម្រៃនោះមកកាត់ថ្លៃសិក្សាតែម្ដងទៅលោកស្រីគិតមិនដែរគំនិតរបស់លោកនាយិកាហ្វាងល្អគួរសមប៉ុន្តែខ្ញុំនៅមានការបារម្ភចុងភៅដែលធ្លាប់ធ្វើការនៅសន្តាគារផ្កាយ5និងការធ្វើអាហារសម្រាប់ក្មេងបន្តែវាខុសគ្នាស្រឡះចុងភៅដែលទម្លាប់ធ្វើម្ហូបលំដាប់ខ្ពស់តើអាចបន្ទាបខ្លួនមកស្រាវជ្រាវវិធីធ្វើឲ្យក្មេងព្រមញ៉ាំការ៉ុតនិងបន្លែបានដែរឬទេលោកស្រីសិននិយាយត្រូវមនុស្សធំញ៉ាំបាយគឺដើម្បីសង្គមឬគ្រាន់តែឲ្យឆ្អែតពោះទោះមិនឆ្ងាញ់ក៏ទ្រាំញ៉ាំដែរប៉ុន្តែក្មេងមិនអញ្ចឹងទេមិនឆ្ងាញ់គឺមិនឆ្ងាញ់មួយម៉ាត់ក៏ពួកគេមិនព្រមលេបដែរប៉ុន្តែចាប់តាំងពីមាននានមកអ្វីដែលខ្ញុំស្រាវជ្រាវច្រើនបំផុតក្នុងកន្លះឆ្នាំនេះគឺកែច្នៃបន្លែដែលក្មេងមិនចូលចិត្តឲ្យទៅជាអាហារដ៏មានអាជីរ៉ូបើលោកជាងមានទំនុកចិត្តយ៉ាងនេះថ្ងៃត្រង់នេះអាហារសម្រាប់ថ្នាក់ធំគឺបាយឆាបន្លែចម្រុះការ៉ុតនិងប្រូកូលីជាបន្លែដែលក្មេងសល់ច្រើនជាងគេក្នុងផ្ទះបាយមានគ្រឿងផ្សំស្រាប់សល់ពេល50នាទីទៀតដល់ម៉ោងហូបបាយ11:30សូមធ្វើអាហារ60ចានធ្វើម៉េចឲ្យក្មេងដែលរើសចំណីទាំងនោះព្រមហូបដោយស្ម័គ្រចិត្តបើធ្វើបានកិច្ចសន្យានឹងត្រូវចុះហត្ថលេខាថ្លៃសិក្សាត្រូវលើកលែងបើធ្វើមិនបានមានន័យថាអ្នកមិនសមនឹងតំណែងនេះទេសូមបង់ថ្លៃសិក្សាតាមបញ្ជាកន្លះម៉ោងគឺគ្រប់គ្រាន់ហើយក្នុងកាលៈទេសៈនេះចាំមើលខ្ញុំបង្ហាញឲ្យឃើញថាតើអ្វីទៅជាអាជីរសបន្លែពិតប្រាកដបុរសម្នាក់នេះគួរឲ្យចាប់អារម្មណ៍មែនអញ្ចឹងអញ្ជើញលោកប្រធានចុងភៅជាងពើប៉ាវរោងចាំប៉ានៅទីនេះណាហាមរត់លេងផ្ដេសផ្ដាសប៉ាប្រឹងឡើងធ្វើបាយឆ្ងាញ់ឲ្យគេញ៉ាំណាលោកនាយិកាហ្វាងពួកយើងទៅមើលខាងក្រោយបន្តិចទៅលោកស្រីសិនតែងតែចង់បានលទ្ធផលពិតប្រាកដតោះទៅមើលស្នាដៃគាត់ទាំងអស់គ្នាលោកនាយិកាហ្វាងជិត11:30ដល់ម៉ោងបាយហើយមិនក៏នាំមនុស្សមកផ្ទះបាយអញ្ចឹងចង់ហូបបាយមុនម៉ោងមែនទេចុងភៅលីវនេះជាលោកជាងយីលោកស្រីសិនឲ្យគាត់មកសាក់ដៃធ្វើអាហារថ្ងៃត្រង់នេះអីក៏ប្រញាប់ម្លេះអាហារជិតឆ្អិនអស់ហើយនៅខ្វះតែបន្តិចបន្តួចតើម្យ៉ាងទៀតក្មេងមិនសូវចូលចិត្តបន្លែស្រាប់ផងអ្នកណាមកធ្វើក៏ដូចតែគ្នានឹងចុងភៅលីវជួយបន្តិចមកជួយហាន់ទ្រូងមាន់នេះជាដុំប៉ុនក្រចកដៃរួចប្រឡាក់អំបិលស្រារក្សានិងម្សៅមីឲ្យស្មើដៃផងលឿនឡើងការ៉ុតត្រូវជៀរធំល្មមចែកកម្ដៅឲ្យស្មើនិងប្រើភ្លើងខ្លាំងឆារហ័សដើម្បីកាត់ក្លិនឆ្អាបរបស់វាហើយថែមទាំងធ្វើឲ្យមានរសជាតិផ្អែមធម្មជាតិទៀតផងបាយ50-60អ្នកឯណោះបាយច្រើនយ៉ាងនេះតែឆាត្រឡប់រួចដែរឬទេនេះជាក្លិនការ៉ុតមែនទេមិនក៏ក្លិនក្រអូបឈ្ងុយយ៉ាងនេះលោកស្រីសិនរួចរាល់ហើយនេះជាបាយឆាបន្លែចម្រុះខ្ញុំមិនញ៉ាំទេញ៉ាំមិនកើតទេមានក្លិនការ៉ុតខ្ញុំស្អប់ការ៉ុតណាស់អត់ញ៉ាំទេកំឡោះតូចសាក់ផ្លឹកមួយម៉ាត់នេះមើលនេះជាបាយឆាថាំពោពិសេសសម្រាប់កំពូលវីរបុរសតូចដូចជាក្មួយអញ្ចឹងឆ្ងាញ់ណាស់ឆ្ងាញ់ខ្លាំងណាស់អ្នកគ្រូខ្ញុំសុំថែមមួយចានទៀតខ្ញុំក៏សុំថែមដែរ
សូមថែមបាយឆាការ៉ុតលោកជាងអ្នកឈ្នះហើយការពិតបានបង្ហាញថាគ្មានក្មេងណាដែលមិនចូលចិត្តញ៉ាំបន្លែទេគឺមានតែចុងភៅដែលធ្វើមិនឆ្ងាញ់ប៉ុណ្ណោះលោកនាយិកាហ្វាងរៀបចំកិច្ចសន្យាទៅជួលលោកជាងយីជាទីប្រឹក្សាអាហារូបត្ថម្ភពិសេសប្រចាំសាលាមត្តេយ្យឲ្យយើងលើកលែងថ្លៃសិក្សារបស់កូនគាត់ទាំងអស់ហើយផ្ដល់ប្រាក់ឧបត្ថម្ភ 5,000 យន់ក្នុងមួយខែបន្ថែមទៀតរួចក៏ត្រាវិធីធ្វើបាយឆានេះទុកជាមុខម្ហូបប្រចាំសាលាយើងចាប់ពីសប្តាហ៍ក្រោយទៅលោកស្រីសិនអរគុណច្រើនដែលបានផ្ដល់ឱកាសតំណែងទីប្រឹក្សាខ្ញុំទទួលប៉ុន្តែខ្ញុំសូមព្រមព្រៀងគ្នាមួយសិនទីប្រឹក្សាគឺជួយតែការងារប្រឹក្សាចែករំលែកបទពិសោធន៍ប៉ុន្តែមិនមែនជាចុងភៅប្រចាំទេព្រោះយប់ឡើងខ្ញុំត្រូវលក់ដូរតាមផ្លូវទៀតដូច្នេះខ្ញុំអាចមកជួយបណ្ដុះបណ្ដាលផ្ទះបាយបានយ៉ាងច្រើន2 ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះមិនអាចធ្វើការពេញម៉ោងបានទេលោកជាងឱកាសល្អយ៉ាងនេះគួរឲ្យស្ដាយណាស់លោកបានខ្ញុំយល់ស្របឲ្យតែអាហារដែលធ្វើចេញមកក្មេងញ៉ាំដោយនឹងមានអាហារូបត្ថម្ភគ្រប់គ្រាន់គឺខកខានមិនបានទេបានព្រមព្រៀងគ្នាតាមនឹងចុះប៉ាមកដល់ហើយណានឹកប៉ាខ្លាំងណាស់មើលចុះប៉ារបស់ខ្ញុំពូកែខ្លាំងណាស់ណាចុងភៅដែលប៉ាធ្វើមិញនឹងលយខ្លាំងហ្មងកូនសម្លាញ់អត់អីទេណាតោះលោកស្រីយើងពិភាក្សារឿងកិច្ចសន្យាបន្តទៀតបានទេចុះហាប់ធ្លេខាលើកិច្ចសន្យានេះទៅលោកប្រធានលោកពិតជាមិនស្ទាក់ស្ទើរមែនអញ្ចឹងអត់ទេក្រុមហ៊ុនយើងពិតជាត្រូវការអ្នកជំនាញដូចលោកប្រធានអរគុណច្រើនហើយណានេះជាកិច្ចសន្យារបស់លោកសូមពិនិត្យមើលផងប្រាក់ខែ50,000 យួនពិតមែនហេលោកប្រធានអរគុណខ្លាំងណាស់ខ្ញុំនឹងប្រឹងប្រែងធ្វើការសហការគ្នាលូណាស្វាគមន៍មកកាន់ក្រុមហ៊ុនយើងប៉ាកូនពូកែអត់កូនជួយប៉ាបានតើលោកប្រធានស្រីមើលទៅស្ងប់ស្ងាត់តែមើងម៉ាត់ខ្លាំងណាស់វើយពូកែណាស់កូនសម្លាញ់តោះយើងទៅផ្ទះវិញបងប្រុសតោះទៅផ្ទះជាមួយគ្នាអូនមិនក៏នៅទីនេះបងប្រុសខ្ញុំចាំមើលផ្លូវបងនឹងណាឌូចាំមើលផ្លូវប៉ារហូតមកមែនទេមែនហើយប៉ាពូកែជាងគេលើលោកកូនពូកែណាស់តោះចូលរៀនវិញទៅណាល្ងាចឡើងប៉ាមកទទួលកូនទៅផ្ទះវិញណាចាប៉ាជំរាបលាអ្នកទាំងអស់គ្នាផ្អែមនិយាយមកមើលឯងចង់ប្រាប់ថាម្ហូបរបស់ឯងធ្វើពីឆ្អឹងមាន់ខាងក្នុងជាប្រជុំឆ្អឹងតែលក់បានតម្លៃធំស្មានតែឡានស៊េរីទំនើបលុយណាស់តើបងភីងទៅផ្ទះសម្រាប់ទៅយប់នេះចាំខ្ញុំមើលការខុសត្រូវហាងជំនួសថ្លៃសិក្សាកូនក៏គេមិនយកដែរថែមទាំងមានបាយថ្ងៃត្រង់ទៀតថ្ងៃនេះច្បាស់ជាត្រូវប្រារព្ធពិធីអបអរហើយបងភីងថ្លៃសិក្សាគេមិនយកមែនតែឥតគិតថ្លៃបែបនេះដោយសារជាអាជីវកម្មយើងត្រូវតែស្វាគមន៍ភ្ញៀវម្សិលមិញមានភ្ញៀវ180នាក់កំពុងរងចាំឈ្មោះហាងយើងមិនអាចបាទទេស្អែកកូនអាចទៅរៀនបានមែនអត់ពិតជាមិនបាច់ចំណាយលុយច្រើនទេមែនទេមែនតាព្រោះប៉ាយកឈ្នះបេសាច់បានហើយតាដឹងទេដល់ផ្ទះឥឡូវហើយកូនងុយគេងហើយតាបើចង់បានពិន្ទុ100ត្រូវខិតខំរៀនណាកូនយកហើយមិនបាច់បារម្ភទេបាត់ឡានឲ្យស្រួលបួលទៅបងភីងអង្ករនេះ1គីឡូ1យន់សាច់ជ្រូក1គីឡូ1 5យន់បាយឆា1ចានដើមទុនចិត្ត5យន់ឯងលក់20យន់នេះឯងធ្វើសប្បុរសធម៌មែនទេគេមិនមែនគិតចឹងទេបាយ1ចានចំណាយដើមទុន1យន់សាច់0 5យន់ពងមាន់1 5យន់គ្រឿងទេស0 5យន់បន្លែ0 5យន់សរុបដើមទុន5យន់ចំណេញសុទ្ធ15យន់គឺចំណេញរហូតដល់75ចុយម្រាយចានមួយចំណេញ15បើលក់បាន50ម៉ឺនចានចំណេញ750ម៉ឺនបើលក់បាន1លានចានចំណេញ1500ម៉ឺនមួយខែបាន40000ជាងបងភីងឯងមិនមែនជាចុងភៅទេឯងជាអាជីវករលោកខ្លួនអាជីវកម្មថោកប្រកួតគ្នាថាអ្នកណាហោចជាងប៉ុន្តែធ្វើអាជីវកម្មឲ្យតែម្ហូបបានល្អៗនិងឆ្ងាញ់ពិតប្រាកដទោះលក់50យន់ក៏មានអ្នកទិញដែររសជាតិឆ្ងាញ់តើប៉ុន្តែល្វីងបន្តិចឆាប់យកវាទៅចោលទៅមិនទាន់ពេលទេស្អែកកុំបើកតូបអីកុំចោលអីល្វីងមិនប្រកាសថាអាក្រក់នោះទេបងធំឆាក៏ក្តៅខ្លាំងពេកហើយក្រៀមអស់ហើយតើ
ភាពល្វីងត្រូវបានកាត់បន្ថយដោយទឹកខ្មេះហើយរសជាតិផ្អែមក៏លេចចេញមកវិញអាម៉ាឆ្ងាញ់ណាស់កាន់តែទំពាកាន់តែឈ្ងុយឈប់ស៊ីមិនបានទេគ្មានគ្រឿងផ្សំណាឥតប្រយោជន៍ទេមានតែចុងភៅអសមត្ថភាពប៉ុណ្ណោះយប់នេះពួកយើងនឹងតាក់ទាញពោះវៀនរបស់ពួកគេឆ្ងាញ់ណាស់មានជាតិផ្អែមជាប់បំពង់ក៏ត្រូវបាយខ្លាំងណាស់សណ្តែកឆាសុំថែមបន្តិចមកខ្ញុំសុំ2វែកមកបងធំសណ្តែកអស់ហើយតែកំពុងមានមនុស្ស20នាក់កំពុងតម្រង់ជួរថៅកែលឿនបន្តិចមកខ្ញុំចាំយូរហើយណា ពូមិនត្រូវធ្វើចឹងទេសន្តែកមានតិចណាស់អ្នកខាងក្រោយប្រកាសជាគ្មានភាគរយបានញ៉ាំទេត្រូវចែកគ្នាឲ្យស្មើកុំលោភលន់ពេកអី ហាហាក្មេងតូចនេះនិយាយត្រូវអូខេស្ដាប់តាមក្មួយចុះសណ្តែកពិតជាមិនច្រើនទេប៉ុន្តែទឹកសៀននេះឆ្ងាញ់ខ្លាំងណាស់មួយចាននេះគិតតែពាក់កណ្ដាលតម្លៃបានហើយអត់បញ្ហាទេសរសេរអក្សរទុកឲ្យប្រពន្ធស្អីគេហ្នឹងលោកកំណត់ចំនួនត្រូវហើយតោះប្រញាប់ឡើងបើមិនទាន់គេត្រូវចាំថ្ងៃស្អែកទៀតហើយកូនសម្លាញ់ អ្នករាល់គ្នាមកដណ្ដើមសន្តែកល្វីងរបស់ពុកបាយរបស់ពុកឆ្ងាញ់បំផុតមែនទេ គឺពួកខ្ញុំមានសមត្ថភាពអាចប្រែភាពល្វីងទៅជាផ្អែមហើយប្រែរបស់ដែលគ្មាននរណាចង់បានទៅជាវត្ថុមានតម្លៃនេះមិនមែនជាសណ្តែកធម្មតាទេគឺជារឿងអស្ចារ្យបងធំចង្កេះខ្ញុំចង់បាក់ហើយពួកម៉ាស៊ើបថ្ងៃនេះឈួតអស់ហើយហ្មងចូល100នាក់ជាងបានហើយកុំត្អូញត្អែទៀតរៀបចំទុកដាក់អីវ៉ាន់ទៅផ្ទះវិញ ពុកលក់អស់ហើយមែនទេញ៉ែញ៉ែដូចជាឃើញផ្កាយកំពុងរំចឹង លក់អស់ហើយចាំ5នាទីទៀតពុកនាំកូនទៅផ្ទះគេងណា ប្រជុំជប់គ្នា5ម៉ោងបាយល្ងាចក៏មិនទាន់បានញ៉ាំដែរប្រហែលជាត្រូវញ៉ាំអីក្តៅបន្តិចទើបស្រួលពោះ សុំទោសផងលោកស្រីអស់បាយបាត់ហើយ អស់ហើយអញ្ចឹង អាយ៉ាលោកស្រីអគ្គនាយិកាលោកប្រធានម្ចាស់ជំនួយធំរបស់ពួកយើងមកហើយលោកស្រីសិន លោកចេងខ្ញុំឈឺពោះបន្តិចអាចធ្វើបាយមួយចានឲ្យខ្ញុំបានទេ លោកស្រីសិនសុំទោសពិតមែនបាយលក់អស់ហើយនៅសល់តែបាយកបាច់ឆ្នាំងបន្តិចប៉ុណ្ណោះ អស់ហើយអញ្ចឹងចឹងមិនអីទេ ចាំបន្តិចសិនធ្វើជាបាយស៊ុបក្តៅមួយចានទៅអញ្ជើញអង្គុយសិនទៅលោកស្រីត្រូវហើយទោះស្អាតណាស់លោកស្រីអញ្ជើញអង្គុយ អ្នកមីងស្អាតអ្នកមីងក៏មកញ៉ាំបាយដែលពុកខ្ញុំធ្វើដែរមែនទេកូននៅមិនទាន់គេងទៀតអញ្ចឹងតែអ្នកមីងត្រជាក់ម្លេះថែមទាំងស្អាតទៀតអ្នកមីងក៏ពេលនឹកនរណាម្នាក់ពោះអ្នកមីងឈឺដែរមែនទេតែឲ្យតែបានញ៉ាំបាយស៊ុបក្តៅរបស់ពុកខ្ញុំពោះលែងឈឺទៀតហើយអញ្ចឹងឲ្យតែញ៉ាំបាយពុកកូនធ្វើនឹងជាហើយមែនទេ បាយកកវាស្ងួតបន្តិចបើយកទៅឆាភ្លាមពិបាករំលាយណាស់ឃើញមុខលោកស្រីមិនសូវស្រួលខ្ញុំក៏ធ្វើជាបាយស៊ុបហើយថែមម្រេចខ្មៅបន្តិចញ៉ាំក្តៅទៅស្រួលពោះហើយ អរគុណអ្នកមីងឆ្ងាញ់ទេនេះជាស៊ុបដែលពុកខំទុកឲ្យខ្ញុំពិសេសណាឆ្ងាញ់បំផុតហ្មងឆ្ងាញ់ណាស់នេះជាស៊ុបឆ្ងាញ់បំផុតដែលមីងធ្លាប់ញ៉ាំអ្នកមីងស្អាតញ៉ាំឆ្អែតនៅពេលសាច់ក្នុងពោះរត់បាត់អស់នៅឆ្អែតហើយពេលសាច់ត្រូវបាយស៊ុបពុកកូនដេញចេញបាត់អស់ហើយអរគុណណាកូនញ៉ែញ៉ែពុកអ្នកមីងប្រាប់ថាលែងឈឺពោះហើយវេទមុនពុកពិតជាត្រូវមែន ជាការល្អហើយទើបតែញ៉ាំឆ្អែតកុំប្រញាប់ទៅណាអង្គុយសម្រាប់5នាទីសិនទៅ លោកចេងគិតលុយប៉ុន្មានទាំងចាននេះនិងចានស៊ុបមុនហ្នឹង អូលោកស្រីសិនស៊ុបនេះមិនគិតលុយទេអាហារមួយពេលនេះខ្ញុំមិនយកលុយទេ
ទី1នេះមិនមែនជាមុខម្ហូបលក់ទេគឺជារបស់ខ្ញុំញ៉ាំខ្លួនឯងគ្មានច្បាប់គិតលុយទេទី2ថ្ងៃនេះនៅសាលាអនុធមលោកស្រីជួយចុះថ្លៃសិក្សា 42,000 យ៉នញ៉ៃថែមទាំងផ្ដល់ការងារជាប្រឹក្សាឲ្យខ្ញុំទៀតទឹកចិត្តនេះធ្ងន់ធ្ងរណាស់បាយស៊ុបមួយចានដូរនឹងលុយ 42,000 យ៉នគឺខ្ញុំចំណេញធំណាស់ទៅហើយត្រូវហើយលោកស្រីជាអ្នកមានគុណរបស់ពួកយើងត្រឹមបាយមួយពេលឲ្យពួកយើងគិតលុយយ៉ាងមិនកើតម្យ៉ាងទៀតលោកស្រីផ្ដល់កិត្តិយសមកញ៉ាំតូបខាងផ្លូវពួកយើងអរគុណខ្លាំងណាស់ហើយលោកជាងពិតជាមនុស្សគួរឲ្យចាប់អារម្មណ៍មែនជាចុងភៅដ៏ពូកែខ្ញុំមិនចូលចិត្តជំពាក់គុណគេទេអ្វីត្បិតតែអាហារមួយពេលនេះមិនថ្លៃតែវាមានតម្លៃណាស់នេះជានាមបានរបស់ខ្ញុំបើលោកមានបញ្ហាអ្វីឬញ៉ៃត្រូវការជំនួយអាចតាក់ទងមកខ្ញុំបានគ្រប់ពេលអរគុណលោកស្រីសិនអ្នកមីងជួបគ្នាថ្ងៃក្រោយបើឈឺពោះទៀតត្រូវតែមករកពុកខ្ញុំទៀតណាបាយសុបពុកខ្ញុំព្យាបាលជំងឺឈឺពោះបានចាស់ចៅ